បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាពីទីក្រុងមួយថ្មីនៃរដ្ឋ Tennessee គឺជារដ្ឋឆ្ងាយណាស់បងប្អូនណាដែលស្គាល់ Taylor Swift តារាចម្រៀងល្បីរបស់សហរដ្ឋអាមេរិកប្រហែលជាស្គាល់ហើយគឺខ្ញុំនៅក្បែរទីក្រុងអឺ Nashville នៃរដ្ឋ Tennessee បាទនៅជិះយន្តហោះពីទីក្រុង Long Beach មកខាងកើតហ្នឹងប្រហែលជាជិត4ម៉ោងដែរបានមកដល់បាទហើយថ្ងៃនេះមានភ័ព្វវាសនាដែរដែលបានមកដល់ទីក្រុងមួយដ៏ល្បីរបស់សហរដ្ឋអាមេរិកហើយមែនតើនេះគឺជាទីក្រុងនៅក្បែរហ្នឹងឯងមិនមែនទីក្រុង Nashville ទេគឺទីក្រុងនេះគឺមានប្រព័ន្ធតុលាការមានអីដល់ល្អដែរហើយថ្ងៃនេះខ្ញុំបានមកអង្គុយនៅចំបរិវេណក្បែរតុលាការ Montgomery County របស់គេហ្នឹងគឺជាតុលាការដ៏សំខាន់មួយប្រចាំនៅក្នុងទីក្រុងគេនេះហើយការដែលមកទីនេះហើយមកចង់ផ្តិតរូបនៅសាលសវនាការឬក៏តុលាការនេះគឺដោយសារតែខ្ញុំចង់ជម្រាបជូនបងប្អូនអំពីប្រព័ន្ធតុលាការនៅស្រុកអាមេរិកបន្តិចចុះព្រោះអីខ្ញុំចាំថាបងប្អូនខ្មែរយើងមួយចំនួនដែលមកដល់ស្រុកអាមេរិកនៅពេលដែលបងប្អូនបានចូលសញ្ជាតិអាមេរិកគឺចាប់ផ្ដើមមានចំណុចសំខាន់មួយនៅក្នុងប្រព័ន្ធច្បាប់សហរដ្ឋអាមេរិកនោះគឺដែលថាយើងជាសមាជិករបស់ក្រុមជំនុំជម្រះដោយស្វ័យប្រវត្តិដោយសារតែច្បាប់អាមេរិកបានកំណត់ថានៅពេលដែលបងប្អូនមានសញ្ជាតិអាមេរិកគឺបងប្អូនមានកាតព្វកិច្ចក្នុងការចូលរួមជំនុំជម្រះក្តីនៅក្នុងប្រព័ន្ធតុលាការរបស់អាមេរិកណាតម្លៃរបស់យើងនៅក្នុងការជំនុំជម្រះក្តីនេះបើថាយើងមិនមែនជាចៅក្រមអាជីពមែនក៏ប៉ុន្តែច្បាប់សហរដ្ឋអាមេរិកបានតម្រូវឲ្យបងប្អូនចូលមកធ្វើជាអ្នកសម្រេចក្តីមួយរូបនៅក្នុងចំណោមអ្នកសម្រេចក្តីនៅក្នុងសវនាការមួយដែលមាន12រូបណាហើយនៅក្នុងការដែលជ្រើសរើសចូលរួមនៅក្នុងការសម្រេចក្តីនេះឯងដែលធ្វើឲ្យប្រព័ន្ធយុតិធធម៌សហរដ្ឋអាមេរិកមានភាពពិសេសហើយនឹងអស្ចារ្យបើយើងប្រៀបធៀបនៅក្នុងប្រព័ន្ធតុលាការដទៃនៅលើពិភពលោកគឺប្រព័ន្ធបែបនេះគឺមានតិចតួចណាស់តិចតួចស្ទើរតែមែនតែម្ដងមានមិនដល់ 1% ទេនៅលើពិភពលោកយើងដឹងហើយប្រទេសជាងប្រហែលជាជាង200ហ្នឹងគឺមានប្រទេសមិនដល់10ទេដែលប្រើប្រព័ន្ធដែលយកប្រជាពលរដ្ឋសាមញ្ញយកទៅធ្វើជាក្រុមប្រឹក្សាវិនិច្ឆ័យនៅក្នុងរឿងក្តីទាំងព្រហ្មទណ្ឌនិងរដ្ឋប្រវេណីណាហើយដូចខ្ញុំបានជម្រាបអញ្ចឹងថាបើសិនជាបងប្អូនចូលជាសញ្ជាតិគឺតុលាការនឹងផ្ញើលិខិតមួយមកឲ្យបងប្អូនកោះដូចក៏ហៅបងប្អូនឲ្យចូលរួមធ្វើជាសមាជិកនៃក្រុមប្រឹក្សាជំនុំជម្រះនៃសំណុំរឿងដែលមាននៅចំពោះមុខតុលាការណានៅក្នុងន័យនេះហើយដែលបងប្អូនត្រូវតែបំពេញតួនាទីឲ្យដូចចៅក្រមអញ្ចឹងមិនចាំបាច់មានចំណេះជំនាញផ្នែកច្បាប់អីទេប៉ុន្តែដោយសារច្បាប់អនុញ្ញាតឲ្យយើងធ្វើដូច្នេះគឺយើងចូលទៅជំនុំជម្រះក្តីហើយសេចក្តីសម្រេចរបស់យើងម្នាក់ហ្នឹងគឺមានឥទ្ធិពលស្មើគ្នានឹងសេចក្តីសម្រេចរបស់ចៅក្រមដែរគ្រាន់ថានៅក្នុងន័យនេះគឺចៅក្រមមិនមែនជាអ្នកសម្រេចក្តីទេគឺចៅក្រមគឺគ្រាន់តែជាអ្នកដែលបង្ហាញផ្លូវបងប្អូនអំពីតើច្បាប់ណាយកមកអនុវត្តហើយបងប្អូនដែលចូលរួមជាគណៈវិនិច្ឆ័យហ្នឹងគឺជាអ្នកសម្រេចក្តីដោយខ្លួនឯងទាំង12អ្នកជាទូទៅគេរើសនៅក្នុងសំណុំរឿងដែលត្រូវសម្រេចក្តីមួយហ្នឹងគឺគេរើសដល់ទៅ12អ្នកហើយនឹងបំរុង2អ្នកអញ្ចឹង14អ្នកហើយដើម្បីសម្រេចដើម្បីរើសបានសមាជិកក្រុមប្រឹក្សាជំនុំជម្រះរហូតដល់ទៅ14អ្នកដែលមាន12អ្នកហើយមានបំរុង2អ្នកហ្នឹងគឺទាមទារឲ្យជ្រើសរើសពីអ្នកដែលមានសញ្ជាតិអាមេរិករហូតដល់ទៅ30-40អ្នកឯណោះអញ្ចឹងមកក្នុងសវនាការហ្នឹងគឺគេរើសហើយខ្ញុំបញ្យល់បងប្អូនបន្តិចអំពីនីតិវិធីជ្រើសរើសគណៈជំនុំជម្រះហ្នឹងយ៉ាងដូចម្ដេចគឺបើសិនជាបងប្អូនបានចូលជាសញ្ជាតិមិនយូរទេយ៉ាងយូរ1ឆ្នាំគឺគេនឹងផ្ញើលិខិតហ្នឹងដើម្បីអញ្ជើញបងប្អូនឲ្យចូលរួមធ្វើជាគណៈវិនិច្ឆ័យគេណាហើយនៅពេលដែលបងប្អូនបានលិខិតហ្នឹងពីតុលាការភ្លាមគឺគេមានលេខកូដមានអីហ្នឹងបងប្អូនត្រូវចុះឈ្មោះព្រោះអីជាកាតព្វកិច្ចដែលខានមិនបានទេបើសិនជាបងប្អូនខានបងប្អូនត្រូវពន្យល់ហេតុផលថាខានដោយសារមូលហេតុអីមិនចេះអង់គ្លេសឬក៏មានបញ្ហាអីនៅក្នុង
ការដែលមិនអាចទៅសវនាការបានប៉ុន្តែជាទូទៅតុលាការមិនអនុគ្រោះឲ្យយើងកិច្ចអំពីការចូលខ្លួនមកធ្វើជាសមាជិកនៃគណៈវិនិច្ឆ័យនៅក្នុងរឿងក្តីហ្នឹងទេនៅពេលដែលបានទទួលដីកាពីតុលាការហើយណាបើសិនជាយើងកិច្ចម្ដងជា2ដងគឺយើងនឹងអាចរងពិន័យរហូតដល់ទៅ$1,500ហើយណោះប៉ុន្តែឥឡូវយើងនិយាយពីទុករឿងពិន័យហ្នឹងមួយឡែកចោះយើងនិយាយអំពីនៅពេលដែលពួកគាត់តែពេលយើងបានចូលនៅក្នុងការជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះហ្នឹងគឺនីតិវិធីជ្រើសរើសហ្នឹងជួនកាលមួយព្រឹកធំបងប្អូនជួនកាលមួយថ្ងៃវាស់ល្ងាចអត់ទាន់បានរើសគណៈវិនិច្ឆ័យផងហើយបើសិនជាគណៈវិនិច្ឆ័យទាំង14នាក់ដែលមាន12នាក់សម្រាប់ជំនុំជម្រះក្តីហ្នឹងហើយនឹង2នាក់បំរុងហ្នឹងរើសមិនបានទេគឺគេនៅបន្តរើសរហូតដល់តែរើសបានហើយបើសិនជានៅពេលដែលរើសបានហ្នឹងគឺបានសវនាការអាចចាប់បើកដំណើរការបានអញ្ចឹងសរុបសេចក្តីមកគឺអ្វីដែលជារឿងក្តីប៉ុណ្ណាក៏ដោយជារឿងព្រមត្តនខ្នាតតូចខ្នាតធំរឿងរដ្ឋប្រវេណីអីក៏ដោយតើតែមានគណៈវិនិច្ឆ័យទាំង12រូបនឹងបានគ្រប់គ្រាន់ហើយមានបំរុង2នាក់ហើយនៅក្នុងហ្នឹងគឺគេរើសមនុស្សម្នាក់នៅក្នុងចំណោមទាំង14នាក់ហ្នឹងឲ្យคล้ายទៅជាអ្នកនាំពាក្យបានន័យថាមេក្រុមហើយអញ្ចឹងដើម្បីចាត់ចែងសម្របសម្រួលការជជែកគ្នាហ្នឹងហើយដូចនៅក្នុងដើម្បីធ្វើនីតិវិធីហ្នឹងដើរហ្នឹងគឺថាត្រូវការពេលយូរអញ្ចឹងបានថានៅក្នុងការជំនុំជម្រះក្តីនៅសហរដ្ឋអាមេរិកនេះពេលខ្លះត្រូវការពេលវេលាយូរដែរប្រើពេលយូរមួយសន្ធឹកដែរដោយសារអីហ្មងតែរើស jury នឹងបានគ្រប់គ្រាន់គឺយើងត្រូវការពេលខ្លះយកមកគាត់មានហេតុផលដែលមានអីលំអៀងដូចថាមានស្គាល់ជនរងគ្រោះឬជនជាប់ចោទឬភាគីណាមួយនៅក្នុងរឿងក្តីក៏ត្រូវបានតុលាការអាចលើកពេលឲ្យពួកគាត់ទៅពេលក្រោយឬសមាជិកបន្ថែមថ្មីទៀតអីចឹងនីតិវិធីនេះគឺអាចត្រូវការពេលយូរមែនតើហ្នឹងហើយខ្ញុំចង់បញ្យល់ប្រាប់បងប្អូនចេះថាប្រព័ន្ធយុតិធម៌នៅសហរដ្ឋអាមេរិកនេះគឺមានភាពរឹងមាំខ្លាំងដោយសារតែហេតុផលនឹងឯងរឹងមាំនឹងដោយសារតែការសម្រេចក្តីគឺមែនតើទៅគឺមិនមែនចាំបាច់តែចៅក្រមជំនាញទេគឺប្រជាពលរដ្ឋទូទៅក៏អាចមានសិទ្ធិជាអ្នកដែលសម្រេចក្តីដោយយុតិធម៌ផ្អែកទៅលើភស្តុតាងដែលគូភាគីទាំងអស់ឧទាហរណ៍ព្រះរាជរដ្ឋអាជ្ញាគេដាក់មកយ៉ាងម៉េចមេធាវីគេមានភស្តុតាងយ៉ាងម៉េចសាកសីយ៉ាងម៉េចហើយក្រុមប្រឹក្សាជំនុំជម្រះទាំង12រូបហ្នឹងគឺនៅអង្គុយថ្លឹងថ្លែងភស្តុតាងទាំងអស់តាំងពីដើមរហូតដល់ចប់រហូតដល់សម្រេចក្តីហើយនៅក្នុងការសម្រេចក្តីនឹងទៀតសោតបើសិនជាក្នុង12នាក់ហ្នឹងមានតែម្នាក់ខ្ទាស់ក៏សេចក្តីសម្រេចក៏អាចចេញបានដែរដូច្នេះរាល់សេចក្តីសម្រេចដែលធ្វើឡើងនេះគឺភាគច្រើនគឺមានប្រសិទ្ធភាពហើយអាចនឹងច្រើនដោយសារអីដោយសារមនុស្សទាំង12នាក់តតែមូលមាត់គ្នាបានអាចធ្វើឲ្យរឿងនេះសម្រេចទៅបានជោគជ័យចេញជាសាលក្រមបានណាអញ្ចឹងហើយដែលយើងឃើញប្រព័ន្ធយុតិធម៌បែបនេះឯងដែលធ្វើឲ្យប្រជាពលរដ្ឋអាមេរិកមានភ័ព្វវាសនាមែនតើភ័ព្វវាសនាត្រង់ថារាល់ករណីដែលដើម្បីឲ្យបានយុតិធម៌គឺត្រូវឆ្លងកាត់នីតិវិធីយ៉ាងស្មុគស្មាញបន្តិចក៏ប៉ុន្តែយុតិធម៌មិនមានផ្លូវកាត់ណាបងប្អូនការដែលមិនមានផ្លូវកាត់នេះឯងដែលធ្វើឲ្យប្រព័ន្ធយុតិធម៌អាមេរិកនេះគឺមានភាពរឹងមាំខ្លាំងហើយជាទីទុកចិត្តតែម្ដងអញ្ចឹងប្រព័ន្ធតុលាការអាមេរិកនេះគឺឯករាជ្យខុសពីប្រព័ន្ធតុលាការនៅប្រទេសមួយចំនួនឯករាជ្យនឹងត្រង់ថាមិនចំណោះរដ្ឋាភិបាលមិនចំណោះមន្ត្រីខាងប្រតិបត្តិដែលខាងអ្នកដែលអនុវត្តសេចក្តីសម្រេចរបស់តុលាការអីនោះទេអញ្ចឹងពួកគាត់មានសេចក្តីសម្រេចមួយដែលដាច់ណាត់ដោយខ្លួនឯងហើយដូចខ្ញុំជំរាបម្ដងទៀតគឺនីតិវិធីនៅក្នុងការជ្រើសរើសគណៈវិនិច្ឆ័យដែលមានមនុស្ស12នាក់ដែលចេញមកពីស្ថាប័នប្រជាពលរដ្ឋសាមញ្ញបែបនេះគឺជាការផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យคล้ายទៅជាចៅក្រមនៅក្នុងពេលមួយថ្ងៃនេះឬក៏អាចច្រើនថ្ងៃសវនាការខ្លះអាចប្រព្រឹត្តទៅរហូតដល់ទៅ2អាទិត្យអីក៏នោះហើយនៅក្នុងច្បាប់ដែលចែងមកនេះបើសិនជាបងប្អូនជាប់កាតព្វកិច្ចនៅក្នុងការធ្វើជាចៅក្រមឬក៏សមាជិកនៃក្រុមប្រឹក្សាជំនុំជម្រះមួយថ្ងៃឬក៏2ថ្ងៃឬក៏ប្រហែលថ្ងៃក៏ដោយគឺកន្លែងធ្វើការគឺត្រូវតែអនុញ្ញាតឲ្យបងប្អូនសម្រាកដោយមានប្រាក់បៀវត្សមិនអាចហាមឃាត់បងប្អូនបានទេព្រោះអានេះគឺជាច្បាប់តម្រូវខ្ញុំបន្ថែមទៀតខ្ញុំចង់និយាយថា
នៅពេលដែលប្រព័ន្ធច្បាប់តឹងរឹងបែបណែល្អបែបនេះហើយមានភាពច្បាស់លាស់បែបនេះគឺធ្វើឲ្យប្រជាពលរដ្ឋនិយាយទៅកូនក្តីឬក៏ភាគីនៅក្នុងរឿងក្តីនឹងមានភ័ព្វវាសនាដោយសារតែបានការជំនុំជម្រះច្បាស់លាស់ហើយភ័ស្តុតាងដែលដាក់នៅក្នុងសវនាការហ្នឹងគឺទាល់តែវាសុក្រិតវាច្បាស់លាស់វាហួសពីវិមតិសង្ស័យបានអាចនឹងឲ្យមនុស្សទាំង12នាក់បងប្អូនសាកគិតមើលមនុស្សទាំង12នាក់ដែលជាប្រជារាស្ត្រសាមញ្ញសុទ្ធដែលមិនដឹងដូចថាពាក្យច្រើនមិនតាំងចេះច្បាប់ចេះស្អីជ្រៅជ្រះអីប៉ុន្តែនាំគ្នាសម្រេចជាឯកច្ឆន្ទដើម្បីឲ្យរឿងហ្នឹងរកយុត្តិធម៌សខ្មៅបានបងប្អូនចេះតែសួរថាចុះបើអត់ចេះច្បាប់ផងទៅសម្រេចរឿងក្តីអីបានកើតគេសម្រេចរឿងក្តីបានជោគជ័យច្រើនណាស់ព្រោះដោយសារអីរឿងដែលសំខាន់គឺតកតងនឹងភ័ស្តុតាងដែលដាក់មកតើភ័ស្តុតាងហ្នឹងវាត្រឹមត្រូវអត់យើងដែលបង្ហាញភ័ស្តុតាងតើវាស៊ីសង្វាក់អត់វាសមហេតុសមផលល្មមឲ្យអ្នកទាំង12អ្នកហ្នឹងជឿអត់ឃើញទេអញ្ចឹងដល់ពេលចៅក្រមគាត់មានភារកិច្ចតែមួយគត់គឺគាត់តែប្រាប់ថាបើសិនទាំងអស់គ្នាយល់ព្រមថាអ្នកនេះរួចទោសឬក៏អ្នកនេះត្រូវជាប់ទោសក៏ត្រូវយកច្បាប់អីយកមកអនុវត្តតែប៉ុណ្ណឹងអញ្ចឹងចៅក្រមគ្រាន់តែណែនាំប្រាប់ច្បាប់ដែលត្រូវអនុវត្តអញ្ចឹងប្រជាពលរដ្ឋហ្នឹងគឺមានសិទ្ធិសម្រេចថាឥឡូវយើងរកឃើញថាអ្នកនោះអត់មានទោសទេតាមច្បាប់នេះចៅក្រមឲ្យច្បាប់ហ្នឹងអញ្ចឹងយើងថាអត់មានទោសអញ្ចឹងគាត់រួចខ្លួនទៅហើយបើមានទោសត្រូវយកច្បាប់នេះដាក់ទោសប្រហែលឆ្នាំយើងឯកភាពគ្នាទៅគឺធ្វើឲ្យនីតិវិធីហ្នឹងគឺប្រព្រឹត្តទៅតាមបែបផែនដែលប្រជាពលរដ្ឋសាមញ្ញคล้ายទៅជាចៅក្រមនៅក្នុងការកាត់ក្តីក្នុងប្រព័ន្ធតុលាការដ៏ធំទាំងថ្នាក់ស្រុកទាំងថ្នាក់តំបន់ទាំងថ្នាក់ជាតិរបស់សហរដ្ឋអាមេរិកហ្នឹងណាបងប្អូនដូច្នេះសរុបសេចក្តីមកវិញខ្ញុំចង់ជម្រាបថាយើងចង់បានប្រព័ន្ធយុតិធធម៌បែបនេះបងប្អូនវាអាចត្រូវការពេលយូរក៏ប៉ុន្តែក៏វាមានយុតិធធម៌សមហេតុសមផលមិនលឿនពេកទេណាជួនកាលយើងបងប្អូនយើងឃើញនៅស្រុកខ្មែរយើងពេលខ្លះមានការជំនុំជម្រះក្តីខ្លះគឺគេហៅកាត់ក្តីទាំងក្រុមតែម្ដងកុំថាឡើយដល់មានអង្គជំនុំជម្រះដែលឯករាជ្យមានចៅក្រមដែលជាសមាជិកនៅក្នុងសហគមន៍ដែលមកคล้ายជាចៅក្រមក្រុមប្រឹក្សាយើងរហូតដល់តែសំណុំរឿងខ្លះលឿនកាត់ក្តីមានគ្នា30-40នាក់នៅក្នុងមួយសំណុំរឿងអីក៏មានដែរហើយតើអំពើបែបនេះតើវាមិនផ្ដល់ផលអវិជ្ជមានឬក៏ភាពអយុត្តិធម៌យ៉ាងណាសម្រាប់កូនក្តីហើយការកាត់ក្តីនឹងទៀតសោតនឹងគឺពេលខ្លះលឿនពេកបើសិនជាការកាត់ក្តីតកតងនឹងក្រុមប្រឆាំងអីចឹងឬការចាប់ខ្លួនឃុំខ្លួនអីហ្នឹងគឺតឡាការរបស់យើងហាក់បីដូចជាយកនីតិវិធីសុកចិត្តចាប់ច្រឡំជាងលែងខុសអញ្ចឹងទៅធ្វើឲ្យមនុស្សជាប់គុកជាប់ឃុំខ្លួននឹងច្រើនមែនតើនៅសហរដ្ឋអាមេរិកនេះការឃុំខ្លួនគឺជានីតិវិធីចុងក្រោយបំផុតហើយគឺគេអនុញ្ញាតឲ្យមនុស្សនៅក្រៅឃុំដោយមានប្រាក់លួសឬក៏អីហ្នឹងច្រើនជាងព្រោះអីគេមិនចង់យកមនុស្សឲ្យមកជន់ពន្ធនាគារនាំឲ្យពិបាកនីតិវិធីហើយណាមួយក៏គេមិនចង់ដាក់ឃុំខ្លួនមនុស្សដោយព្រោះបាត់បង់សិទ្ធិសេរីភាពរបស់គេដោយមិនចាំបាច់អីអញ្ចឹងណាដូច្នេះខ្ញុំនិយាយនេះមិនមែនចង់ប្រៀបធៀបប្រព័ន្ធតុលាការនៅប្រទេសអាមេរិកនិងតុលាការនៅប្រទេសកម្ពុជាទេបងប្អូនខ្ញុំដឹងហើយថាកម្ពុជាយើងទៅតែងើបពីភ្នក់សង្គ្រាមមកតាំងពីឆ្នាំ97មកយើងទៅតែអស់របបខ្មែរក្រហមពេលវេលាយើងវានៅក្មេងខ្ចីដែរនៅការកសាងប្រទេសនឹងវានៅយូរដែរប៉ុន្តែយើងកុំឲ្យពេលវេលានឹងវានៅយូរពេកព្រោះអីសម័យបច្ចេកវិទ្យាយើងគិតថាស្អីវាត្រូវការឡើងស្បឺតមកបន្តិចម្ដងអញ្ចឹងក៏ពិតមែនហើយប៉ុន្តែបើយើងមើលអំពីបច្ចេកវិទ្យាយើងពេលដែលគេប្រើ AI យើងប្រើ AI ដែរណាបងប្អូនពេលដែលគេប្រើ Facebook យើងប្រើ Facebook ដែរពេលគេប្រើ YouTube Twitter អីយើងប្រើអញ្ចឹងដែរដូច្នេះយើងហាក់បីដូចជាយើងឡើងលឿនមកតាន់គេដែរតែយើងអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបនឹងតាន់គេចុះហេតុអីបានជាការអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធអីយើងទៅជាជំហានគិញគក់ទៅវិញយើងសាកមើលយើងអាចធ្វើឲ្យលឿនបានដែរតែបងប្អូនយើងមិនទៅមើលគេក្នុងការប្រៀបធៀបយករទេះគោទៅប្រៀបធៀបជាមួយនឹងយន្តហោះបូអេងទេប៉ុន្តែយើងប្រៀបធៀបចំណុចល្អរបស់គេហើយយើងខំកែខៃដើម្បីធ្វើឲ្យប្រព័ន្ធយុតិធធម៌យើងបានល្អដែរខ្ញុំមិនបានទៅលើកថាប្រព័ន្ធយុតិធធម៌កម្ពុជាត្រូវដូរពីការជំនុំជម្រះដែលមានចៅក្រមអាជីពមកជាការជំនុំជម្រះមួយដែលរបៀបដូចជារើសជាគណៈវិនិច្ឆ័យអីដែលមានគ្នា12នាក់យើងធ្វើអញ្ចឹងបានតើតើយើងកែរដ្ឋធម្មនុញ្ញរបស់យើងមិនអាចកែអញ្ចឹងបានទេបងប្អូនខ្ញុំគ្រាន់តែនិយាយថាវាមិនចាំបាច់ឲ្យដូចគេទេប៉ុន្តែរឹតបន្តឹងប្រព័ន្ធយុតិធធម៌យើងឲ្យមានភាពល្អប្រសើរជាងបច្ចុប្បន្នក៏ជាការល្អដែរព្រោះដើម្បីយុតិធធម៌
ទាំងអស់គ្នាព្រោះអីប្រទេសយើងនៅពេលដែលមានដើម្បីមានសន្តិភាពបានគឺតើតែមានយុត្តិធម៌ព្រោះបើអត់មានយុត្តិធម៌គឺមិនមានទេសន្តិភាពបាទខ្ញុំសូមអរគុណបងប្អូនសូមស្លេះត្រឹមប៉ុណ្ណេះគាត់ណាបញ្យល់ឲ្យបងប្អូនស្គាល់ពីប្រព័ន្ធតុលាការនៅស្រុកអាមេរិកដែលគេយកប្រជាពលរដ្ឋសាមញ្ញយកមកធ្វើជាចៅក្រមជំនុំជម្រះក្តីរឿងធំប៉ុណ្ណាក៏បានដោយសារតែគេឲ្យតម្លៃប្រជាពលរដ្ឋឲ្យអាមេរិកពិសេសជាងគេដោយសារតែប្រព័ន្ធបែបនេះឯងនៅក្នុងរដ្ឋធម្មនុញ្ញចែងបែបនេះហើយលើកតម្លៃយុត្តិធម៌លើកតម្លៃប្រជាពលរដ្ឋអាមេរិកថាគេអាចនឹងដឹកនាំរដ្ឋប្រព័ន្ធយុតិធធឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ថ្នាក់ជាតិរបស់គេបានដោយមិនមានបញ្ហាអីទាំងអស់មិនចាំបាច់ចូលទៅរៀននៅសាលាច្បាប់ទេអានេះហើយគឺជាសិទ្ធិសេរីភាពនិងគុណតម្លៃរបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិកដែលជារឿងមួយជាគុណតម្លៃមួយដែលធំដែលធ្វើឲ្យអាមេរិកនៅតែខ្លាយទៅជាប្រទេសមួយដ៏អស្ចារ្យនោះបាទបងប្អូនសូមអរគុណហើយខ្ញុំរាយការណ៍នេះគឺថ្ងៃនេះថ្ងៃទី28ខែមេសាឆ្នាំ2025ពីទីក្រុងមួយនៅជាប់ទីក្រុងNashville នៃរដ្ឋ Tennessee សហរដ្ឋអាមេរិកបាទសូមអរគុណបងប្អូនសូមជម្រាបលាជួបគ្នានៅថ្ងៃស្អែកទៀតបាទ